បងប្អូនអរគុណចាវិញហើយចិត្តផ្ទះខ្ញុំហើយវារឹកទៀតទឹកដេកលើពូកបងឃើញទេហើយខ្ញុំស៊ូមពីចម្ងាយវាប្រហែលជា3ម៉ែត្រឬក៏ពូកជាមួយខ្ញុំហើយប៉ៅវាហើវាមិនបើកភ្នែកទេណាវាទៅបុកជាងឌឺហើយពេលយើងនិយាយទៅវាកំពុងស្ដាប់ហ្នឹងតែមិនដឹងថាយើងនិយាយអីវាចឹងចាំព្រឹកឡើងចាំប្រឡែងវាវិញអាចារ្យអាចារ្យនិយាយកុំនិយាយហើបុកអញជាងទៀតលើហ្នឹងបិទទេតើហើបុកកូននោះអាពលលឿងវិញបែរឲ្យវាហើបាទប៉ុណ្ណឹងបងប្អូនចាប